គ្រប់ជំរាបសួរបងប្អូនប្រិមិត្តជនទាំងអស់គ្នាបាទមានរថយន្ត Toyota Proof ពណ៌សមួយគ្រឿងបានបើកបុកបាទគល់ស្ពានយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តរបស់គាត់ហ្នឹងគឺដាច់កលេកង់បាទផ្នែកខាងមុខនៃខាងឆ្វេងរថយន្តបាទទៅមុខលែងរួចហើយចំណាយឯរថយន្ត Toyota Proof នេះគឺពាក់ស្លាកលេខភ្នំពេញបាទ 2BH 71និង08ជាប្រភេទរថយន្ត Toyota Proof ពណ៌សដែលគាត់ធ្វើដំណើរពីកើតមកលិចបាទមកដល់ចំណុចក្នុងគល់ស្ពានអាកាស7មករាតាមរយផ្លូវសហព័ន្ធរស៊ីក្នុងទឹកដីសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញបណ្ដាលឲ្យរថយន្តគាត់ហ្នឹងគឺបុកបាទនឹងគល់ស្ពានអត់ទាន់ដឹងថាគាត់បើកបរបាទនៅក្នុងស្ថានភាពបែបម៉េចទេគឺបណ្ដាលឲ្យរថយន្តបុកបាទចំណុចនឹងគល់ស្ពានបានតិចទៀតខ្ញុំនៅបង្ហាញកន្លែងគល់ស្ពានដែលចំណែករថយន្តនេះគឺដាច់កលេបាទកង់នៅផ្នែកខាងមុខបាទទៅមុខលែងរួចតែម្ដងឥឡូវនេះឃើញខាងបងបាទសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លាខណ្ឌសែនសុខបាទលោកបានចុះមកដល់ចំណុចទីតាំងកន្លែងកើតហេតុនេះផងដែរជុំវិញហេតុការណ៍ខាងលើនេះគឺมันមានបង្កដល់បងប្អូនជាពលរដ្ឋបាទប៉ះពាល់ដល់បងប្អូនជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមដងផ្លូវបាទចំណែកអ្នកបើកបរក៏មិនមានរងរបួសទេខូចខាតសម្ភារៈនៃផ្នែករថយន្ត Toyota Proof ពណ៌សមួយគ្រឿងបណ្ដាលឲ្យដាច់កលេកង់បាទយើងក៏លេចមកមើលកន្លែងដែលថ្មដែលបុកណាបាទនេះបាទគាត់ធ្វើដំណើរខាងក្រោមស្ពានហ្នឹងស្នាមដែលរថយន្តបាទវេចកោតបុកចំនៃរបាំងថ្មបាទគល់ស្ពានអាកាស7មករាដែលហៅថាស្ពានលោកសុកហ្នឹងបណ្ដាលឲ្យដាច់កលេកង់ដោយសារបាទឡើងបុកជាមួយនឹងថ្មនេះហើយចំណាយឯរថយន្តហ្នឹងគឺបណ្ដាលឲ្យដាច់កលេបាទទៅមុខលែងរួចតែម្ដងជុំវិញហេតុការណ៍ខាងលើនេះសមត្ថកិច្ចលោកកំពុងតែប្រគល់ឲ្យទៅខាងជំនាញបាទចរាចរណ៍លោកចុះមកត្រួតពិនិត្យនៅចំណុចទីតាំងកន្លែងកាត់ហេតុហើយរថយន្តស្ទូចបាទស្ទូចយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយបាទដោយសារប៉ះជាមួយនឹងរបាំងថ្មបាទរបស់រដ្ឋអញ្ចឹងទេសមត្ថកិច្ចលោកនឹងបោះវែងបាទយករថយន្ត Toyota Proof បាទយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយផងដែរបើកបរដោយបងប្រុសម្នាក់ជាអ្នកបើកបររថយន្តបាទនោះគាត់កំពុងតែឈរមុខផ្ទះបងប្អូនជាពលរដ្ឋហ្នឹងបាទស្លៀកខោជើងវែងពាក់អាវដៃវែងអត់ទាន់ដឹងថាការបើកបរបាទគាត់បើកបរនៅក្នុងស្ថានភាពណាមួយបាទគាត់បានកិច្ចឬក៏ងុយដេកបណ្ដាលឲ្យរថយន្តគាត់បាទរេចកោតបុកជាមួយនឹងគល់ស្ពានបណ្ដាលឲ្យរថយន្តដែលរងការខូចខាតបាទដាច់កលេកង់តែម្ដងហើយហេតុការណ៍នេះនៅចំណុចគល់ស្ពានអាកាស7មករាបាទឡើងមកផ្លូវសហព័ន្ធរស៊ីក្នុងទឹកដីសង្កាត់ទឹកថ្លាបាទខណ្ឌសែនសុខរាជធានីភ្នំពេញដោយរថយន្តProof ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BH 71និង08បើកបរដោយបងប្រុសម្នាក់ឥឡូវនេះគឺសមត្ថកិច្ចបាទលោកបានចុះមកដល់ចំណុចទីតាំងកន្លែងកាត់ហេតុនេះហើយកំពុងតែឆ្លងមកទៅជំនាញចរាចរណ៍លោកនឹងវាស់វែងបាទដូចជាយករថយន្តបាទទៅរក្សាទុកផងដែរបាទជុំវិញហេតុការណ៍ខាងលើណាมันមានអ្នករងរបួសទេបាទខូចខាតដូចជាថ្មបាទកឆែបអស់មកបាទកឆែបអស់មកដុំហើយនឹងរថយន្តដាច់កលេកង់នៅខាងមុខនៅខាងឆ្វេងដាច់កលេកង់បាទទៅមុខលែងរួចផងដែរអរគុណបាទប្រិមិត្តទស្សនិកជនសូមបិទបញ្ចប់ការផ្សាយទៅនេះរាល់ពេលពេជ្របាទលោកខ្វះខាតដល់ការណាមួយក៏សូមខន្តីជាស្រ័យដល់ប្រិមិត្តផងបាទអញ្ចឹងទេសូមអរគុណសូមគោរពលាតែទៅនេះផងដែរ